ស្ដីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube ក៏ដូចជា Facebook ផងដែរថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការ hack ឬក៏ unlock VIP នៅលើកម្មវិធី Smoothing សម្រាប់iOS device ដែលបាន jailbreak រួចមានដូចជា iPhone ឬក៏ iPad សូមបញ្ជាក់ផងដែរគឺកម្មវិធីដែលខ្ញុំបង្ហាញនេះគឺសម្រាប់តែប្រភេទ iOS នោះទេតែមាន iPhone ឬក៏ iPad ដែលបានធ្វើការ jailbreak រួចហើយបើអត់ទាន់ jailbreak ក៏មិនអាច hack ឬក៏ unlock វាបានដែរឥឡូវយើងបើកមើលកម្មវិធី Smoothing របស់ខ្ញុំទាំងអស់គ្នាចុចច្រៀងតាមមើលឥឡូវនេះគឺខ្ញុំមិនអាចច្រៀងចម្រៀងជាលក្ខណៈ VIP បានទេមានន័យថាវាអត់unlock ឲ្យខ្ញុំទេតើខ្ញុំចនជាមួយគេអញ្ចឹងគឺត្រូវតម្រូវឲ្យបង់ជាខែឬក៏ជាអាទិត្យឬក៏ជាឆ្នាំឥឡូវគឺយើងទាំងអស់គ្នាទៅជាមួយគ្នាជាមួយនឹងខ្ញុំមុនដំបូងគឺយើងត្រូវ jailbreak ទូរស័ព្ទរបស់លោកអ្នកហើយយើងចូលទៅកាន់ Cydia នេះបន្ទាប់មកគឺយើង add source មួយដែលមានឈ្មោះថា UUNF នេះយើងចុចលើពាក្យ edit ហើយចុចលើពាក្យ add ហើយ source នេះខ្ញុំនឹងដាក់នៅ link ខាងក្រោមវីដេអូរបស់ខ្ញុំហើយយើងវាយពាក្យ apt.u.app.com បន្ទាប់មកគឺយើងចុចពាក្យ add source មកដោយសារខ្ញុំ add រួចហើយអញ្ចឹងខ្ញុំមិន add ទៀតទេហើយសម្រាប់លោកអ្នកគឺលោកអ្នក add ចុចពាក្យ add source ហ្នឹងមកបន្ទាប់ពី add source ហ្នឹងហើយយើងនឹងឃើញនេះយើងនឹងឃើញ IAP Crazy 2នេះយើងចុចលើហ្នឹងមកហើយចុចលើពាក្យ tweak បន្ទាប់មកយើងនឹងឃើញ IAP Crazy 2ហើយបើលោកអ្នកមិនចុចតាមហ្នឹងលោកអ្នកអាចចុច search ក៏បានចុចប៊ូតុង search នេះមកវាយ IAP Crazy មកនេះវានឹងឃើញមានច្រើនប៉ុន្តែខ្ញុំ recommend ឲ្យលោកអ្នកគឺប្រើ IAP Crazy 2 នៅក្នុង source ដែលយើងតឡើងមិញនេះទើបវាល្អព្រោះហ្នឹងវាទៅចេញក្រោយណាមួយគឺ source ហ្នឹងជាអ្នកធ្វើនៅកម្មវិធី IAP Crazy 2 នឹងមិនន័យថា full ហើយ IAP Crazy ប្រហែលទៀតគឺវាជាលក្ខណៈ copy ទេមិនមែនជាម្ចាស់ដើមអានេះគឺ source ពីម្ចាស់ដើមអញ្ចឹងយើងតឡើងអាហ្នឹងមកចុចលើហ្នឹងមកលោកអ្នកអាចចុចកន្លែង modify នេះគឺមានពាក្យថា install ប៉ុន្តែដោយសារខ្ញុំ install រួចហើយវាចេញពាក្យថា modify អញ្ចឹងលោកអ្នក install វាហើយបន្ទាប់ពី install មកយើង back ត្រឡប់ទៅ screen របស់យើងវិញ home screen វិញយើងនឹងឃើញ IAP Crazy 2 អញ្ចឹងយើងចុចលើហ្នឹងមកបន្ទាប់ចុចលើហ្នឹងហើយយើងចុចលើពាក្យថា plus in នេះប៊ូតុង plus in នៅខាងក្រោមនេះចុច plus in វានឹងឃើញដូចនេះបន្ទាប់មកយើងចុចកន្លែង in purchase plus in download ចុចកន្លែងហ្នឹងមកវានឹងចេញជាប្រភេទ game ឬក៏មានជាពិសេសគឺប្រភេទ game ជាច្រើនដែលយើងអាច hack បានតាមកម្មវិធីហ្នឹងផងដែរអញ្ចឹងយើង scroll រកតែកម្មវិធីរបស់យើងមកនេះគឺ sync unlock នេះមកយើងចុចពាក្យថា download ចុចលើពាក្យ download ហ្នឹងមកបាទបន្ទាប់ពី download រួចហើយគឺ back ទៅវិញមកយើងនឹងឃើញវាដូចនេះនេះបានន័យថាយើង unlock ឬក៏ hack វារួចរាល់ហើយឥឡូវយើងអាចត្រឡប់ទៅមើល Smoothing របស់ខ្ញុំទាំងអស់គ្នា back Smoothing បើកសាប់ថ្មី
យើងអាចច្រៀងបានឬក៏មិនបានជាក់ស្ដែងឥឡូវអាចមើលជាក់ស្ដែងបាននេះខ្ញុំចុចលើបទចម្រៀងនឹងដដែលមិញគឺចុចបទហ្នឹងអូខេបានន័យថាឥឡូវគឺអាចច្រៀងបានហើយមិញអាចច្រៀងបានទេអញ្ចឹងបានន័យថាយើងនឹង unlock VIP រួចហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយលោកអ្នកអាចសាកល្បងធ្វើបាន